សួរបងប្អូនជាកសិករថ្ងៃនេះខ្ញុំមកបង្ហាញអំពីការរបៀបប្រើម៉ាស៊ីនបានជាប្រយោជន៍អញ្ចឹងម៉ាស៊ីនបើយើងប្រើទឹកក្នុងដីយើងប្រើរបៀបនេះយើងចំណេញខាងនេះយើងដាក់ក្បាលបូមទៅបាទបូមអញ្ចឹងយើងបូមទឹកចេញពីក្នុងដីមកហើយយើងបូមឡើងអាងនេះដើម្បីទុកប្រើប្រាស់ហើយអញ្ចឹងបើយើងប្រើនេះសម្រាប់កន្លែងលាងសម្ភារៈផ្សេងយើងប្រើក្បាលស្នប់នេះដើម្បីលាងអញ្ចឹងទឹកដែលយើងបូមមកវាបានថ្លាអញ្ចឹងនេះដោយសារយើងទុកបូមពីក្នុងដីមកវាអាចនឹងឡើងក្រហមឆ្នោតចេះវាយូរក្រហមអញ្ចឹងណាវាឡើងក្រហមដល់ពេលយូរថ្ងៃទៅ3ថ្ងៃអីវាថ្លាចេះវិញហើយនេះអត់មានអីទេចាអញ្ចឹងផលវិបាកនៃការទឹកប្រើទឹកក្រោមដីគឺវាចេះហើយដោយសារយើងបូមយើងត្រូវរក្សាទុកវារយៈពេល3ថ្ងៃប៉ុន្តែបើយើងលាងរបស់ដែលมันចាំបាច់អត់បញ្ហាទេយើងអាចលាងបានភ្លាមហើយអាតយោនេះយោ75យើងបូមចេញពីក្នុងដីមកជម្រៅនៃបូទឹកប្រហែលជា8ម៉ែត្រអីទេប៉ុន្តែយើងបុកជម្រៅវា30ម៉ែត្រនេះយោ75អញ្ចឹងយើងបរួមមកនេះ60ឡើងទៅ60ឡើងស្ទែននៅខាងលើ